សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងនាំយកអ្នកទាំងអស់គ្នាទៅស្គាល់អំពីឈ្មោះផ្លែឈើនៅក្នុងភាសាឡាវចូលមកកាន់ពាក្យដំបូងនេះគឺពាក្យម៉ាក់ម៉ៃម៉ាក់ម៉ៃប្រែជាខ្មែរថាផ្លែឈើម៉ាក់ផ្លែម៉ៃឈើជាទូទៅពាក្យម៉ៃគឺប្រែថាឈើម៉ាក់អេពិលឬក៏ម៉ាក់ប៉ោមប្រែជាខ្មែរថាផ្លែប៉ោមម៉ាក់គៀងផ្លែក្រូចម៉ាក់គួយផ្លែចេកម៉ាក់ផែផ្លែសេរីម៉ាក់ហ្វឿងផ្លែស្ពឺម៉ាក់ហុងផ្លែល្ហុងម៉ាក់ណាត់ផ្លែម្នាស់ម៉ាក់ណាត់ផ្លែម្នាស់ម៉ាក់ម៉ូផ្លែឪឡឹកម៉ាក់ផាវផ្លែដូងម៉ាក់តានផ្លែត្នោតម៉ាក់ណាវផ្លែក្រូចឆ្មាម៉ាក់ណាវលឿងម៉ាក់ណាវលឿងគឺផ្លែក្រូចឆ្មាលឿងឬក៏ផ្លែក្រូចឆ្មាលីម៉ុនម៉ាក់ស៊ីដាផ្លែត្របែកម៉ាក់ខាមផ្លែអំពិលម៉ាក់ខាមថេតផ្លែអំពិលទឹកម៉ាក់ងក់ផ្លែសាវម៉ាវម៉ាក់ឡាំញ៉ៃផ្លែមៀនម៉ាក់លីនជីផ្លែគូលែនម៉ាក់ម៉ាំងខួតផ្លែមង្ឃុតម៉ាក់មីផ្លែខ្នុរម៉ាក់ធូលៀនផ្លែទុរេនម៉ាក់ម៉ាំងកនផ្លែស្រកានាគម៉ាក់គៀងញ៉ៃផ្លែក្រូចថ្លុងម៉ាក់សម្ភូផ្លែជម្ពូអុយអំពៅម៉ាក់ខៀបផ្លែទៀបឬផ្លែទៀបបាយម៉ាក់ខៀបថេតផ្លែទៀបបារាំងម៉ាក់ឡាមុតផ្លែល្មុតម៉ាក់អង្គុនផ្លែទំពាំងបាយជូរម៉ាក់ភីឡាផ្លែទទឹមម៉ាក់ស្ទ្រប៊ឺរីផ្លែស្ទ្រប៊ឺរីម៉ាក់ស្ទ្រប៊ឺរីម៉ាក់ស៊ឺលីផ្លែឈើរីម៉ាក់តុងផ្លែបំពេញរាជ្យម៉ាក់ឡាំងសាតផ្លែលាំងសាតម៉ាក់ឡងកងផ្លែឡុងកុងម៉ាក់ញោមផ្លែកន្ទួតម៉ាក់មុងហ៊ីមផានផ្លែស្វាយចន្ទីเม็ดมะม่วงหิมพานต์គ្រាប់ផ្លែស្វាយចន្ទីម៉ាក់ឃីហួតផ្លែក្រូចសើចម៉ាក់ឃីហួតផ្លែក្រូចសើចម៉ាក់ណតផ្លែក្រូចវល្លិឬផ្លែផាសសិនចំពោះឈ្មោះផ្លែឈើជាភាសាឡាវនៅក្នុងភាគមួយនេះគឺមានតែប៉ុណ្្នឹងសិនទេអ្នកនរគ្នាហើយក៏សូមអ្នកនរគ្នាជួយធ្វើការចុច like share និង subscribe ដើម្បីទទួលបាននូវភាគបន្តទៀតសូមអរគុណខកใจ